ដែលអប្សរាអង្គរនេះគឺត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញាទៅលើការរចនារួចរាល់តាំងពីឆ្នាំ2025មកម្លេះបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំនឹងលើកយកនាឡិកាមួយ model ដែលអាចនិយាយបានថានៅក្នុង Warman គឺជា model មួយដែលប្រើពេលផលិតយូរជាងគេមានអត្ថន័យជ្រាលជ្រៅជាងគេនៅក្នុងនាឡិកាដៃមានការផលិតស្មុគស្មាញជាងគេនិងមានភាព unique មានតែមួយគត់គឺនៅក្នុងតកូល Warman នេះនោះគឺ Warman The Apsara អង្គរខ្ញុំខានធ្វើវីដេអូជាមួយនឹង The Apsara អង្គរយូរហើយតែថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូថ្មីមួយនេះដើម្បីជម្រាបជូនព័ត៌មានមួយចំនួនដែលខ្វះខាតពីមុនមកអញ្ចឹងបងប្អូនដឹងហើយថា Apsara អង្គរគឺជា model មួយដែល limited edition ហើយបានបង្កប់ជាមួយនឹងក្បាច់ខ្មែរដ៏មានអត្ថន័យក្បាច់ខ្មែរនេះទៀតសោតគឺយើងបានគូសដោយវិចិត្រករដែលមានជំនាញហើយក្បាច់នីមួយៗគឺ apply ទៅគឺឲ្យ fit ជាមួយនឹងតួ stainless steel របស់យើងនឹងតែម្ដងក្បាច់ទាំងអស់ទាំងលើតួទាំងលើ bazalt គឺបំបែកចេញពីក្បាច់អង្គរនៅក្នុងទម្រង់ផ្សេងៗគ្នាផងដែរសម្រាប់ផ្ទៃមុខខាងក្នុងបងប្អូនមើលឲ្យជាក់បងប្អូននឹងឃើញវាមានពលុកលៈដូចថ្មភក់អញ្ចឹងសូម្បីតែពណ៌ក៏យើងយកលំនាំតាមថ្មភក់ផងដែរហើយក្បាច់នៅលើមុខនេះគឺយើងប្រើប្រាស់ក្បាច់ផ្កាច័ន្ទជាមួយនឹងក្បាច់ចកដែលក្បាច់នេះបងប្អូនដែលនិយមទៅប្រាសាទអង្គរវត្តជាពិសេសគឺរថបាកានជាន់ទី3បងប្អូននឹងឃើញទេពអប្សរាមួយអង្គដែលមានសម្ពុតមានក្បាច់នោះលាយគ្នាហើយផុសមកលើភាគច្រើនអប្សរាគឺលឹបទៅក្នុងបងប្អូនក្បាច់ប៉ុន្តែមួយអង្គនឹងគឺក្បាច់ផុសមកលើដូចនៅក្នុងមុខនាឡិកានេះអញ្ចឹងហើយសូម្បីតែខ្សែក៏មានដាប់ណាក្បាច់របស់យើងចូលនៅក្នុងនឹងដែរក្បាច់អាចថាក្បាច់នៅលើសម្ពុតអប្សរាហើយសម្រាប់បាក់ខលនេះគឺពិសេសមែនតើបាក់ខលនេះគឺក្បាច់គឺមើលទៅគឺកាចមែនតើបងប្អូនស្អាតមែនតើហើយប្រើប្រាស់ទៅដោយម៉ាស៊ីនអូតូម៉ាទិកអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូននៅក្នុងវីដេអូនេះគឺ model The Apsara អង្គរនេះគឺត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញាទៅលើការរចនារួចរាល់តាំងពីឆ្នាំ2025មកម្លេះយើងបាន register ជោគជ័យអញ្ចឹងបងប្អូនដែលបានពាក់ឬក៏ដែលបានទិញឬក៏កំពុងពាក់នាឡិកាដៃនេះគឺពាក់ដោយមានទំនុកចិត្តពាក់ដោយមានមោទនភាពនិងភាព unique របស់យើងតែម្ដងហើយបងប្អូនដែលអត់ទាន់បានជាវសង្ឃឹមថាបងប្អូននឹងជាវក្នុងពេលឆាប់ៗនេះដោយសារតែឥឡូវនេះចំនួនគឺនៅតិចមែនតើហើយដូចដែលបញ្ជាក់អញ្ចឹងវាជា limited edition អញ្ចឹងបើសិនជាពេលអស់ហើយបងប្អូនមានលុយក៏បងប្អូនទិញឡើងបានទៀតដែរព្រោះយើងឈប់ផលិតតហើយអាចនិយាយថាត្រឹមចំនួនកំណត់ណាមួយដែលយើងដាក់នេះគឺ discontinue លែងមានទៀតហើយខ្ញុំជាក្រុមការងារម្នាក់ក្នុងចំណោមក្រុមការងារជាច្រើនដែលចូលរួមធ្វើនាឡិកាដៃមួយនេះគឺបានដាក់ចិត្តដាក់បេះដូងដាក់កម្លាំងកាយចិត្តទាំងអស់ទៅលើ model នេះហើយទីបំផុតចេញជារូបរាងបានទៅដល់ដៃបងប្អូនអ្នកប្រើប្រាស់ខ្ញុំពិតជាមានមោទនភាពមែនទែនហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថា model The Apsara អង្គរនេះគឺក្រុមការងារផលិតឡើងគឺដោយគិតទៅលើភាពប្រណិតក៏ដូចជាការបញ្ចូលនៅអត្តសញ្ញាណខ្មែរដ៏មានអត្ថន័យទៅលើនាឡិកាដៃមួយនេះផងដែរហើយយើងគិតគូរយ៉ាងល្អិតល្អន់មែនទែនសូម្បីតែការ workshop គឺយើងព្យាយាមប្រើប្រាស់គំនិតច្នៃប្រឌិតទាំងការគូសក្បាច់ទាំងគ្រប់យ៉ាងដែលនៅក្នុងប្រអប់នេះលូបUV អីហ្នឹងគឺយើងបានគិតគូរយ៉ាងល្អិតល្អន់ថាធ្វើម៉េចឲ្យអតិថិជនបានប្រើប្រាស់នាឡិកាដៃមួយដែលមានគុណតម្លៃហើយប្រើប្រាស់ទៅដោយមានទំនុកចិត្តនិងមោទនភាពអរគុណបងសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយជាមួយនឹងម៉ូដពិសេសបន្ថែមទៀតអរគុណ